រោគសញ្ញាសត្វល្អិតទាំង5ក្នុងឈាម blood parasites ការពិនិត្យឈាមសម្រាប់សត្វល្អិត parasite គឺជាវិធីសាស្ត្រសាមញ្ញមួយសម្រាប់ធ្វើរោគជំងឺមួយចំនួននេះជាសត្វល្អិតទាំង5ដែលអាចត្រូវបានរកឃើញក្នុងឈាមតាមរយៈការពិនិត្យឈាមក្រាម blood smear 1. Plasmodium spp ប្រធានបទគ្រុចគ្រាម៉ាឡេរីអារោគសញ្ញាមេរោគគ្រុចគ្រាម៉ាឡេរីអាលក្ខណៈរូបរាងខុសគ្នាអាស្រ័យលើដំណាក់កាល ring trophozoite schizoid gametophyte ការផ្លាស់ប្ដូរកោសិកាឈាមក្រហមអាចមានកោសិកាពង្រីកស្នាមប្រេតនៅក្នុងស៊ីតូផ្លាស 2. Babesiosis រោគសញ្ញាជំងឺ Babesiosis លក្ខណៈមើលទៅស្រដៀងនឹង Plasmodium តែអាចមានទម្រង់ Maltese cross tetrad ភាពខុសគ្នាគ្មានសារធាតុពណ៌ Hemozoin នៅក្នុងកោសិកា 3. Trypanosomas រោគសញ្ញាជំងឺដេក Sleeping sickness Tbilisi និងជំងឺ Chagas Takruzi លក្ខណៈរាងស្លឹកមាន flagellum និង undulating membrane ទីតាំងអាចនៅក្នុង plasma ឬក្នុងកោសិកាឈាមក្រហម 4. Leishmaniasis Amastigote form រោគសញ្ញាជំងឺ Leishmaniasis លក្ខណៈរាងមូលតូចជាញឹកញាប់រកឃើញនៅក្នុង monocytes ឬ macrophages ទីតាំងនៅក្នុង cytoplasm នៃកោសិកា phagocytic 5. Microfilaria ដូចជា Wuchereria bancrofti Brugia malay រោគសញ្ញាជំងឺ Filariasis លក្ខណៈពងក្តាមតូចរអិលមាន sheath ឬគ្មាន sheath ទីតាំងនៅក្នុងឈាមអាស្រ័យលើពេលវេលានៃថ្ងៃវិធីសាស្ត្រពិនិត្យ 1. Thin blood smear សម្រាប់មើលរូបរាងនិងរចនាសម្ព័ន្ធរបស់ប៉ារ៉ាស៊ីត 2. Thick blood smear សម្រាប់ការរកឃើញប៉ារ៉ាស៊ីតនៅកំហាប់ទាប 3. Staining methods Giemsa Wrights Leishman stains ការប្រុងប្រយ័ត្នការពិនិត្យត្រូវធ្វើឡើងតាមលក្ខណៈស្តង់ដារពិតប្រាកដអាចត្រូវការពិនិត្យដដែលឬវិធីសាស្ត្រវិតម្លៃផ្សេងទៀតការបកស្រាយលទ្ធផលត្រូវធ្វើឡើងដោយអ្នកជំនាញការព្រមានព័ត៌មាននេះគឺសម្រាប់គោលបំណងអប់រំប៉ុណ្ណោះការរោគជំងឺនិងការព្យាបាលត្រូវតែធ្វើឡើងដោយបុគ្គលិកផ្នែកសុខាភិបាលដែលមានគុណវុឌ្ឍិ